សួស្តីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងថ្ងៃនេះខ្ញុំមកនាំគ្នាយើងទៅមើលរឿងមួយដែលមានឈ្មោះថា Demon Eater តោះមុននឹងចាប់ផ្ដើមកុំភ្លេចចុច like មួយផងតោះអញ្ចឹងយើងទៅមើលរឿងនេះតាមបែបសង្ខេបទាំងអស់គ្នានៅវគ្គមួយដែលមានឈ្មោះថា My Small Scavenger ផ្ដើមសាច់រឿងដំបូងឡើយនៅក្នុងពិភពលោកមួយនេះអ្នកផ្សងព្រេងទាំងអស់ត្រូវចាំច្បាប់មួយជាដាច់ខាតថាគឺហាមស៊ីសាច់បិសាចព្រោះវានឹងស្រូបយកថាមពលម៉ាណាបំពុលចូលខ្លួនបើសិនតែហ៊ានលូកមាត់ស៊ីវាដំណាក់កាលដំបូងគឺជួយបង្កើនកម្លាំងកាយធ្វើឲ្យខ្លាំងក្លាប៉ុន្តែបន្ទាប់មកវាធ្វើឲ្យឈឺក្បាលចង់ក្អួតវង្វេងវង្វាន់ហើយចុងក្រោយនឹងត្រូវរលាយសាច់ឈាមស្លាប់ឬក៏បែករូបរាងคล้ายទៅជាបិសាចកាត់មកមើលតួអង្គឯកប្រុសរបស់យើងគឺ Rudo គាត់បានរៀបរាប់ថាទីនេះគឺជារាជធានីព្រំដែនបារ៉ូណាដែលសម្បូរទៅដោយល្អាងបិសាចហើយល្អាងដែលគេកំពុងតែនៅនេះមានឈ្មោះថាល្អាងអាប់ពុលជាកន្លែងដែលពួកអ្នកផ្សងព្រេងដតីរត់គេចដោយឃើញខ្មោចព្រោះវាបឺតជញ្ជក់កម្លាំងធ្វើឲ្យធ្លាក់ចុះបន្តិចម្ដងតែ Rudo ដែលចូលល្អាងនេះធ្វើបង្ងើយរហូតគ្រប់គ្នាហៅថាជាអ្នករើសអេតចាយក្នុងអាប់ពុលទៅហើយ Rudo ក៏បានបេះស្មៅកម្ចាត់ពុលដែលជារុក្ខជាតិអាចលាងជំរះអាប់ពុលជាប្រភពចំណូលតែមួយគត់សម្រាប់ដោះស្រាយកាពះរបស់គាត់ភ្លាមៗនោះក៏មានបិសាចកណ្ដុរអាពុលមួយក្បាលរត់ចេញមកលបវាឆ្មក់គាត់បានវាបកវិញដោយដុំភ្លើងភ្លាមតែបាញ់អត់ត្រូវធ្វើឲ្យខ្មាស់បិសាចអស់អាលីងមិនទាន់បានដកដង្ហើមស្រួលបួផងក៏មានក្រុមអ្នកផ្សងព្រេងមួយក្រុមទៀតដែល Rudo ធ្លាប់ឃើញមុខនៅសមាគមបានចូលមកជួយអន្តរាគមន៍កាត់មុខរួចនិយាយដឿទាំងសម្ដីមានល្បិចថាឃើញ Rudo កំពុងតែជួបការលំបាកទើបពួកគេមកជួយតែនេះគ្រាន់តែជាលេសដែលពួកគេចង់ដណ្ដើមយកកន្លែងស្មៅកម្ចាត់ពុលនិងកន្លែងជីកដែល Rudo បានរកឃើញតែប៉ុណ្ណោះថែមទាំងបានមើលងាយ Rudo ថាជាអាអ្នករើសកំទេចកំទីក្នុងតំបន់ពឹសថែមទៀតផងភាពកំសត់មិនទាន់អស់ត្រឹមនឹងទេលុះត្រឡប់ទៅដល់ហាងស្រានៅក្នុងទីក្រុងវិញ Rudo ត្រូវបែនដេញក្បាលចេញពីហាងព្រោះធំក្លិនស្អុយជាតិពឹសនិងត្រូវគេមើលងាយថាជាអ្នកផ្សងព្រេងធ្លាក់កោតគ្មានសមត្ថភាពប្រយុទ្ធប៉ុន្តែតាមការពិតទៅ Rudo មានសមត្ថភាពពិសេសម្យ៉ាងគឺ Unique Skill គឺច្រានចោលស្ថានភាពមិនប្រក្រតីទាំងអស់ដែលធ្វើឲ្យគាត់មិនរងគ្រោះថ្នាក់ពីជាតិពុលនិងអាចរុករកក្នុងតំបន់ពុលបានយូរជាងគេប៉ុន្តែវាមិនមែនជាជំនាញសម្រាប់ប្រើក្នុងការប្រយុទ្ធឡើយចឹងហើយទើបគ្មានក្រុមណាមួយព្រមទទួលគាត់ធ្វើឲ្យគាត់បថុយជីវិតទាំងលំបាកសម្បីតែជាមួយសត្វកដុរដើម្បីដូរយកលុយកាក់បន្តិចបន្តួចស្អែកឡើង Rudo បានធ្វើដំណើរទៅកាន់ការិយាល័យសមាគមទាំងចិត្តខ្វល់ខ្វាយហើយក៏ទទួលបានដំណឹងថាគេទើបតែរកឃើញផ្លូវវង្វេងថ្មីមួយនៅជួរភ្នំ Aberio ដែលបែបនេះហើយធ្វើឲ្យស្មៅកម្ចាត់ពុលដែលគាត់ធ្លាប់រកមកត្រូវលក់ធ្លាក់ថ្លៃដោយសារគ្រប់គ្នាសម្រុកទៅផ្លូវវង្វេងថ្មីអស់គាត់ប្រាថ្នាចង់ទៅផ្លូវវង្វេងថ្មីនោះខ្លាំងណាស់ប៉ុន្តែបុគ្គលិកស្រីនៅទីនោះបានបដិសេធភ្លាមព្រោះលក្ខខណ្ឌត្រូវមានចំណាត់ថ្នាក់ rank D ឡើងទៅខណៈពេលនេះ Rudo មាន rank ត្រឹមតែ rank E ហ្នឹងតែគាត់ខំអង្វរទាំងអស់សង្ឃឹមរំពេចនោះស្រាប់តែមានបរិសម្នាក់ឈ្មោះ Bayer ដើរចូលមកហើយនិយាយទៅកាន់ Rudo ទាំងស្នាមញញឹមថាបើចង់ទៅខ្លាំងយ៉ាងហ្នឹងចាប់អារម្មណ៍ចូលរួមជាមួយក្រុមខ្ញុំមកប៉ុន្តែ Bayer ឲ្យធ្វើជាអ្នកដឹកជញ្ជូនអីវ៉ាន់ទេព្រោះក្រុមរបស់ពួកគេកំពុងខ្វះមនុស្សល្មមនៅក្នុងក្រុមរបស់គេមានសមាជិក2នាក់ទៀតគឺមនុស្សស្រីឈ្មោះ Sasa និងមនុស្សប្រុសឈ្មោះ Rick គេសុទ្ធតែជាអ្នកផ្សងព្រេងមានកម្រិត D ដូចជា Bayer ដែរអ្នកទាំងពីរនេះបានបង្ហាញចរិតមើលងាយនិងរអ៊ូរទាំមិនពេញចិត្តដែលមេក្រុម Bayer សុកចិត្តរើសអ្នកមានកម្រិតទាបដែលរើសអេតចាយក្នុង Apple ដូចជា Rudo នេះមកតាមប៉ុន្តែ Bayer ជួយនិយាយការពារថា Rudo មានបទពិសោធន៍យូរឆ្នាំគឺអាចទីពឹងបានជាជាងសមាជិកថ្មីថ្មោងមុនពេលចេញដំណើរ Bayer សូមពិនិត្យមើលសមត្ថភាពរបស់ Rudo ហើយក៏បានដឹងថា Rudo មានជំនាញពិសេសមួយគឺស៊ាំនឹងជាតិពុលខុសប្រក្រតីដែលជាមូលហេតុធ្វើឲ្យ Rudo អាចរស់រានមានជីវិតក្នុងអាពុលងងឹតបានយ៉ាងញឹកញាប់ព្រមទាំងអាចប្រើវេទមន្តធាតុភ្លើងបានបន្តិចបន្តួចផងដែរទោះជាប្រាប់ Bayer ថាវេទមន្តភ្លើងរបស់គាត់ខ្សោយខ្លាំងប្រើបានត្រឹមតែបង្កាត់ភ្លើងជំរុំឬក៏បំភ្លឺផ្លូវជំនួសចង្កៀងក៏ដោយក៏មេក្រុម Bayer នៅតែពេញចិត្តនិងដាក់ក្តីសង្ឃឹមលើ Rudo យ៉ាងខ្លាំងរឿងរ៉ាវវគ្គដំបូងនេះបានបញ្ចប់ទៅជាមួយនឹងការចាប់ផ្ដើមធ្វើដំណើររួមគ្នារបស់ពួកគេអញ្ចឹងហើយវគ្គមួយនេះបានមកដល់ទីបញ្ចប់សួស្តីអ្នកមើលអានីមេទាំងអស់គ្នាខ្ញុំ Koyagami អញ្ចឹងខ្ញុំមកបន្តសាច់រឿង Demon Eater បន្តទៀតដែលវីដេអូមួយនេះគឺជាវគ្គទី2មានចំណងជើងថា Monster Devourer ចាប់ផ្ដើមឡើងដោយនៅពេលដែលក្រុម Bayer បានធ្វើដំណើរទៅដល់មហាគុកងងឹតថ្មីគឺ Aberio គ្រាន់តែទៅដល់ភ្លាម Sasa និង Rick មានអារម្មណ៍រំភើបខ្លាំងដោយគិតថាពួកខ្លួនអាចនឹងមកដល់មុនគេប៉ុន្តែការពិតគឺខុសស្រឡះព្រោះនៅជាន់ទី1មានមនុស្សណាន់តាន់តាប់វិញនឹងទៅហើយដោយសារតែមនុស្សច្រើនពេក Rick ក៏បានបបួលគ្នាចុះទៅរុករកនៅជាន់ក្រោមកាន់តែជ្រៅព្រោះគិតថាមិនសូវមានមនុស្ស
មកតដែលគំនិតនេះត្រូវបានសាសានិង Bayer យល់ស្របភ្លាមៗស្របពេលនោះដែររូដូជាអ្នក Lee Evans បាននិយាយកាត់ដោយក្តីបារម្ភថាពួកយើងគួរតែធ្វើផែនទីជាន់ទី1ឲ្យបានច្បាស់លាស់សិនរួចចាំចុះទៅក្រោមតែត្រូវសាសានិង Rick និយាយឌឺដងជាន់ពន្លិចភ្លាមៗថាគាត់គឺជាមនុស្សកំសាន្តអញ្ចឹងហើយទើបនៅត្រឹមរាំង E រហូតបែបនេះដើម្បីកុំឲ្យមានរឿងវែងឆ្ងាយមេក្រុម Bayer ក៏បានសម្របសម្រួលហើយបាននាំគ្នាសម្រេចចិត្តចុះទៅជាន់ខាងក្រោមបន្តទៀតគ្រាន់តែចុះទៅដល់ក្រោមភ្លាមពួកគេក៏បានជួបនឹងពួកបិសាចហើយសាសាក៏បានប្រើវេទមន្តរន្ទះបាញ់កម្ចាត់ពួកវាបានយ៉ាងងាយស្រួលការចុះមកជាន់ក្រោមនេះធ្វើឲ្យសាសានិង Bayer សប្បាយចិត្តខ្លាំងណាស់ដោយសារតែគ្មានអ្នកណាមកទើសមុខទើសភ្នែកអីទេហើយថែមទាំងរកឃើញកំណប់បន្តិចបន្តួចថែមទៀតផងចំណែក Eric វិញនៅតែមិនឈប់ដៀរូដូថាជាមនុស្សកំសាកញីនិយាយបដា Rick ក៏បានបញ្ជាឲ្យរូដូទៅប្រមូលធុធាតុដើមពីសាកសពបិសាចដែលខ្លួនទៅតែសម្លាប់ទៀតពេលដែលរូដូដើរទៅដល់គាត់ឃើញសាកសពនោះខ្ទេចខ្ទីពេកនិងធំក្លិនឈាមស្អុយរលួយខ្លាំងណាស់គាត់ក៏សម្រេចចិត្តប្រើវេទមន្តភ្លើងអន់របស់គាត់ដើម្បីដុតសាកសពនោះក្នុងគោលបំណងកាត់បន្ថយក្លិនស្អុយឃើញបែបនេះ Rick ដែលឈរមើលពីចម្ងាយក៏បានសើចចំអកលក់លើយថាមើលអានោះចុះវាចាប់ផ្ដើមដុតបិសាចហើយវើយតែគិតចង់ស៊ីបិសាចនឹងមែន Rick ក៏បានរអ៊ូថាខ្លួនឯងចាប់ផ្ដើមឃ្លានបាយទៅហើយភ្លាមៗនោះបិសាចមួយក៏បានលេចឡើងមកគឺជា Minotaurus ដែលជាបិសាចកម្រិតខ្ពស់រាំង B ដោយនឹកស្មានមិនដល់ក្នុងស្ថានភាពដ៏អាសន្ននេះមិត្តរួមក្រុមខូចខលគឺ Bayer បានបោកបញ្ឆោតឬដូជួយកាន់របស់របរឲ្យឬដូដែលចុងក្រោយមិត្តរួមក្រុមទាំង3នាក់ក៏បានប្រើជំនាញរត់ចោលរូដូយ៉ាងអាត្មានិយមបំផុតដោយទុកឲ្យគេធ្វើជាចំណីបិសាចនិងមើលងាយគេថាត្រឹមតែជាកាកសំណល់ដែលកាយសម្រាមដោយបែបនេះឬដូត្រូវបង្ខំចិត្តតស៊ូជាមួយបិសាចតែម្នាក់ឯងរហូតដល់របួសធ្ងន់ធ្ងរបាក់ឆ្អឹងនិងក្អួតឈាមយ៉ាងខ្លាំងក្នុងដង្ហើមចុងក្រោយដ៏អស់សង្ឃឹមគាត់ដឹងខ្លួនច្បាស់ថាត្រូវដេកស្លាប់នៅទីនេះជាមិនខានព្រោះថាសម្បីតែថ្នាំរបួសក៏ត្រូវគេបោកយកទៅបាត់ដែរដោយសារតែការឈឺចាប់ភាពឃ្លាននិងចង់រស់រានមានជីវិតឬដូបាននឹកឃើញដល់ពាក្យដំបូន្មានដែលថាមិនត្រូវបោះបង់ក៏សម្រេចចិត្តស៊ីបិសាចដែលនៅជិតនោះទាំងរស់តែម្ដងជាទូទៅមនុស្សដែលមានធម៌ពលមែនណាប្រសិនបើហ៊ានស៊ីសាច់បិសាចនោះជាតិពលនឹងបំផ្លាញរាងកាយភ្លាមៗដោយគ្មានផ្លូវរស់ឡើយតែឬដូបានយកជីវិតខ្លួនឯងទៅភ្នាល់នឹងសមត្ថភាពរបស់ខ្លួនជាលទ្ធផលគាត់មិនត្រឹមតែមិនស្លាប់ទេនឹងអាចគ្រប់គ្រងសមត្ថភាពថ្មីៗជាបន្តបន្ទាប់មានទាំងការក្រហមសត្រូវបង្កើនកម្លាំងសាច់ទុំដល់កម្រិតកំពូលនិងការចាប់សញ្ញារលកសំឡេងនៅពេលត្រូវពួកបិសាចឡោមព័ទ្ធនិងបើកការវាយប្រហារសម្រុកចូលមកយ៉ាងប្រព្រឹត្តឬដូបានប្រើពូថៅប្រយុទ្ធវាយបកកាប់កំទេចទៅលើការវាយប្រហាររបស់បិសាចទាំងនោះនិងស៊ីពួកវាបណ្ដែលដែលធ្វើឲ្យកម្លាំងកាយរបស់គាត់កាន់តែពុះកញ្ជ្រោលខ្លាំងឡើងរហូតអាចដណ្ដើមព្រៀបឈ្នះលើពួកបិសាចនិងស្រែកប្រកាសជ័យជំនះយ៉ាងអង់អាចថាខ្លួននៅមានជីវិតអញ្ចឹងវគ្គនេះបានមកដល់ទីបញ្ចប់ត្រឹមនេះហើយយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយបើអ្នកទាំងអស់គ្នាពេញចិត្តកុំភ្លេចចុច like subscribe ហើយ comment ម្នាក់មួយផង